បាទសូមជម្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីថ្ងៃនេះផងដែរខ្ញុំបាទមានកិត្តិយសមែនទែនដែលបានមកជួបពុកម៉ែបងប្អូនម្ដងទៀតហើយថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនងាកទៅទស្សនាជាមួយនឹងទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅតាមទីជនបទរបស់ខេត្តមណ្ឌលគិរីដែលតំបន់ឃុំក្រុងតេសស្ថិតនៅក្នុងស្រុកពេជ្រដាឃើញថាមានការរីកចម្រើនលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃជាក់ស្ដែងណាស់ឃុំក្រុងតេសគឺស្ថិតក្នុងស្រុកពេជ្រដាខេត្តមណ្ឌលគិរីមិនត្រឹមតែជាទីតាំងភូមិសាស្ត្រមួយដែលសម្បូរទៅដោយធនធានធម្មជាតិប៉ុណ្ណោះទេគឺថែមទាំងជាតំបន់ដែលកំពុងបង្ហាញនៅសន្ទុះកំណើនដ៏គួរឲ្យកត់សម្គាល់លើវិស័យកសិកម្មនិងកសិឧស្សាហកម្មដែលបានធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនឹងគឺមានភាពល្អប្រសើរឡើងជារំដាប់ហើយបើយោងតាមទិន្នន័យចុងក្រោយពីលោកវណ្ណាម៉ាប់ដែលជាអភិបាលស្រុកពេជ្រដាលោកបានដឹងថាឃុំក្រុងតេសមានចំនួនប្រជាសាស្ត្រនិងសំខាន់រួមមានប្រជាពលរដ្ឋសរុបចំនួន355នាក់ដែលចែកចេញជាមនុស្សស្រីមាន1874នាក់ស្មើនឹងចំនួនគ្រួសារគឺ884គ្រួសារដែលប្រជាពលរដ្ឋមានអាយុ18ឆ្នាំឡើងដែលមានកម្លាំងពលកម្មពេញលេញនឹងគឺ2553នាក់ដែលក្នុងនោះគឺមានស្រី1323នាក់ដែលស្ថិតិខាងលើបានបង្ហាញថាឃុំក្រុងតេសមានកម្លាំងពលកម្មសកម្មក្នុងអត្រាខ្ពស់ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចក្នុងមូលដ្ឋានឃុំក្រុងតេសមានលក្ខណៈអំណោយផលផ្នែកដីធ្លីនិងអាកាសធាតុសម្រាប់ការអភិវឌ្ឍទៅជាតំបន់កសិកម្មនិងកសិឧស្សាហកម្មដ៏សំខាន់របស់ខេត្តប្រជាពលរដ្ឋនៅទីនេះបានងាកមកពង្រីកដំណាំចម្រុះជាលក្ខណៈពាណិជ្ជកម្មដោយផ្ដោតលើគុណភាពនិងទិន្នផលខ្ពស់ឃុំនេះល្បីល្បាញលើការដាំដុះដំណាំឧស្សាហកម្មសំខាន់ដូចជាកៅស៊ូស្វាយចន្ទីម្រេចនិងដំណាំហូបផ្លែផ្សេងៗទៀតហើយដំណាំទាំងនេះបានផ្ដល់ប្រាក់ចំណូលជាប្រចាំឆ្នាំដ៏ខ្ពស់ដល់គ្រួសារនីមួយៗក្រៅពីដំណាំឧស្សាហកម្មប្រជាពលរដ្ឋក៏មានការដាំដុះដំណាំកសិកម្មចម្រុះជាច្រើនមុខទៀតដូចជាបន្លែចំណីអាហារនិងដំណាំរូបផ្សំផ្សេងៗសម្រាប់ផ្គត់ផ្គង់ទីផ្សារមូលដ្ឋាននិងខេត្តដែលជំរុញបាននៅសន្តិសុខស្បៀងក្នុងគ្រួសារដោយមានការណែនាំពីមន្ត្រីជំនាញនិងការវិនិយោគលើវិស័យកសិឧស្សាហកម្មគ្រួសារកសិករជាច្រើនបានចាប់ផ្ដើមប្រើប្រាស់បច្ចេកទេសដាំដុះថ្មីៗដើម្បីបង្កើតផលិតភាពនិងធានាគុណភាពស្របតាមតម្រូវការទីផ្សារហើយការដាំដុះដំណាំឧស្សាហកម្មដែលមានតម្លៃខ្ពស់បានធ្វើឲ្យប្រជាពលរដ្ឋទទួលបានចំណូលសម្រាប់ចំណាយប្រចាំថ្ងៃនិងសំចៃផងដែរហើយការអភិវឌ្ឍសង្គមតាមរយៈកំណើនចំណូលប្រជាពលរដ្ឋមានលទ្ធភាពក្នុងការសាងសង់មូលដ្ឋានរឹងមាំការផ្ដល់នូវការអប់រំដ៏ល្អប្រសើរដល់កូនៗនិងទទួលបានសេវាសុខាភិបាលទាន់ពេលវេលាការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងសេវាផលិតកម្មកសិកម្មបានបង្ហាញពីទស្សនវិជ្ជមានក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួននេះចំពោះទៅកាន់ការរស់នៅប្រកបដោយកិត្តិយសនិងវិបុលភាពបាទហើយថ្ងៃនេះខ្ញុំបាទក៏សូមអភ័យទោសផងដែរដោយសារតែបញ្ហាសុខភាពមិនទាន់បានជាសះស្បើយទេនៅក្នុងខេត្តមណ្ឌលគិរីរបស់យើងខ្យល់ធ្លាក់ត្រជាក់ខ្លាំងអញ្ចឹងទៅធ្វើឲ្យខ្ញុំនេះមានបញ្ហាផ្ដាសាយហើយពិបាកក្នុងការនិយាយគឺក្អករហូតអញ្ចឹងក៏សូមការអធិស្ឋានទុកជាមុនផងដែរនិងសូមបញ្ចប់ព័ត៌មានត្រឹមប៉ុណ្ណេះថ្ងៃក្រោយយើងនឹងបានជួបគ្នាម្ដងទៀតជាមួយនឹងតំបន់ដទៃនៅក្នុងខេត្តមណ្ឌលគិរីក៏ដូចជានៅក្នុងខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជាដែលខ្ញុំបានទៅដល់និងយកមកបង្ហាញជូនពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលា